ជិះសួរពុកម៉ែបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំបរិញ្ញាពីរបៀបដំឡើងប្រភេទអូ7ជាន់ហើយបើយើងគ្រឿងដំឡើងរបស់យើងអត់មានអីច្រើនប៉ុន្មានអីប៉ុន្នេះមានតែគ្រឿងតហើយនឹងតយោកង់ដោះសម្រាប់ពេលយើងដោះដូរតម្រងខាងក្នុងហើយអានេះវ៉ានសម្រាប់បង្ហូរទឹកយកទៅញ៉ាំហើយចូលមកឡើងរបៀបដំឡើងរបស់យើងវិញអានេះគ្រឿងនេះហៅវ៉ានទឹកដើមបងប្អូនសម្រាប់យើងតពីទឹករត់មកតមកចូលជាមួយចម្រោះរបស់យើងហ្នឹងបងប្អូនតែអានេះបងប្អូនទិញទៅបងប្អូនត្រូវប្រើស្កុតទឹកផងដោយសារតែខ្លាចជ្រាបទឹកជ្រាបអីបងប្អូនអានេះកែងសម្រាប់យើងដាក់វ៉ានរបស់យើងនេះបើវ៉ានបង្ហូរទឹកសម្រាប់ញ៉ាំជ័យចាប់នឹងជាងទៅយើងចាប់អាវ៉ាននឹងដាក់ជាប់ជាមួយនឹងអាកែងនឹងអានេះទៅយករបស់យើងសម្រាប់ពេលយើងតឡើងពេលយើងតទឹកចូលក្នុងកំប៉ុងរបស់យើងកំប៉ុងម៉ាស៊ីនរបស់យើងរបៀបតឡើងអត់មានអីច្រើនទេបងប្អូនដោយសារតែអាហ្នឹងវាតឡើងស្រួលដែរទេម៉ាស៊ីនប្រភេទហ្នឹងអានេះឧទាហរណ៍អានេះយើងតជាមួយទឹករត់របស់យើងហើយអីយើងអានេះកន្លែងយើងតទៅយករបស់យើងគ្រាន់តែញុកឲ្យជួបអញ្ចឹងមកហើយនឹងមួយខាងកតុយយកមួយខាងទៀតយើងដោតជាមួយនេះកន្លែងពងថ្លាហ្នឹងបងប្អូនហើយមាននេះកន្លែងទឹកចូលរបស់គេមួយដោតឲ្យជួបមកតែប៉ុណ្្នឹងមកបានហើយហើយមួយទៀតអាកន្លែងនេះទឹកចេញតទៅវ៉ានរបស់យើងវ៉ាននេះកន្លែងទឹកចេញទឹកស្អាតយើងចេញទៅហ្នឹងអាកន្លែងនេះអាកន្លែងមួយនេះយើងតមកធុងនេះយើងតមកធុងនេះបងប្អូនតែធុងនេះមានវ៉ានរបស់វាមួយដែរបងប្អូនវ៉ានរបស់វាវ៉ានសម្រាប់ធុងអានឹងហៅធុងសម្ពាធមកយើងរុំស្គុតទឹកបន្ថែមបន្តិចទៀតមកហើយយើងមួទឹកទៅកាពីកុំឲ្យជ្រាបទឹកលិចទឹកហ្នឹងបងប្អូនដល់ពេលរបៀបតដូចតែគ្នាដូចតែយើងតអានឹងទឹកដើមមកទឹកកំប៉ុងសលៃរបស់យើងដែរដោតទៅយកជួបពីធុងសម្ពាធមកអាកន្លែងនេះមួយមកបានហើយបងប្អូនហើយមួយទៀតនេះបងប្អូនអានេះរៀងតិចលាក់ខ្លួនតិចអាកន្លែងនេះកន្លែងគេហៅសូណយកន្លែងបង្ហូរទឹកចោលអាហ្នឹងទឹកញែកទឹកកខ្វក់ចោលអាហ្នឹងវាញែកចោល 70% ទឹកស្អាតយើងបានត្រឹមតែ 30% ហ្នឹងឧទាហរណ៍ខ្ញុំសុំដោះអានេះវិញសិនដោះយកទៅយកសិនបងប្អូនថាដោយសារខ្ញុំខ្ជិលកាត់ទៅយកកណេតកណាត់អញ្ចឹងបងប្អូនហើយបើបងប្អូនថាឲ្យដោតដូចទឹកដើមចូលអញ្ចឹងកុំឲ្យបងប្អូនឆ្ងល់អញ្ចឹងនេះបងប្អូនខ្ញុំដោតអាធុងសម្ពាធឲ្យមើលដោតឲ្យអឹបអញ្ចឹងមកហើយកន្លែងនេះដោតដូចជាគ្នាដោតដូចគ្នាតែប៉ុណ្ណឹងហើយតែកន្លែងទឹកចោលមាញ់កន្លែងខ្ញុំបង្ហាញមាញ់ក៏ដោតដូចគ្នាបងប្អូនអត់មានអីទេគ្រាន់តែយើងញាត់ទៅយកឲ្យជួបកុំឲ្យវាជ្រាបទឹកបានមុខសំដកអានឹងចេញប្រាប់ឲ្យវាអត់នឹងហើយមួយទៀតយើងទឹកស្អាតដូចគ្នាយើងដោតទៅយកឲ្យជួបអញ្ចឹងមកហើយនេះវ៉ានរបស់យើងវ៉ានទឹកស្អាតរបស់យើងអានេះកែងអានេះរងសម្រាប់ទ្រាំហើយបងប្អូនមើលបើនេះរងរបស់វាសម្រាប់ទ្រាំអាហ្នឹងអាដែកណុកនេះយើងដាក់ទៅលើហើយនឹងកស៊ូធំវាមានទូចធំស៊ូធំដាក់ទៅលើដូចមកយើងអានេះយើងឧទាហរណ៍អានេះយើងចាប់ជួបអញ្ចឹងបងប្អូនឬហើយយើងដាក់អានេះមកអញ្ចឹងមកបងប្អូនចង់ដាក់អញ្ចេះក៏បានចង់ដាក់អញ្ចេះក៏បានស្អាតតែបងប្អូនស្រឡាញ់រួចមករងទូយើងដាក់ទ្រាំពីក្រោមមកយើងនេះរបស់យើងមួលឲ្យជាប់មកតែនេះខ្ញុំមួលតិចសិនទុំឲ្យបងប្អូនគាត់យល់តែបងប្អូនទិញទៅមួលមិនឲ្យជាប់ឲ្យណែនឲ្យអប់មកហើយយើងមានញ៉ាំនេះយើងមានសុងសម្រាប់តទៅយកនេះសុងរបស់យើងសុងដោតជួបជាមួយអាកតុយបានយើងមកហើយយើង
នេះtôi vôយើងដែលយើងតពីតម្រងចុងក្រោយហ្នឹងចូលមកនេះចូលមកនេះប៉ុណ្ណឹងហើយបងប្អូនហើយពេលបងប្អូនតម្លឹងហើយពេលបងប្អូនតម្លឹងហើយបងប្អូនកុំទន់ដោតភ្លើងនេះដុំដោតភ្លើងម៉ូទ័ររបស់យើងតែពេលបងប្អូនតម្លឹងហើយបងប្អូនត្រូវបើកទឹកឲ្យចូលក្នុងកំពង់នេះឲ្យពេញសិនចាំបងប្អូនដោតភ្លើងបើបងប្អូនដោតភ្លើងមុនវាអាចនឹងឆេះម៉ូទ័រដោយសារតែម៉ូទ័រដើរទៅអត់មានទឹកចូលមួយទៀតកន្លែងនេះគេហៅកន្លែងដាក់បដូរឡោអូបងប្អូនអានេះកន្លែងដាក់អូមតែបងប្អូនឥឡូវមកដល់កន្លែងអូមាញ់ពិសាតែអូមាញ់យកទៅទុកកន្លែងផ្សេងយកមកនេះអានេះអូរបស់យើងសម្រាប់ដាក់ចូលអាកំពង់នេះបងប្អូនតែខ្ញុំអត់ហើយខ្ញុំគ្រាន់តែបង្ហាញបងប្អូនពេលបងប្អូនដាក់ខាងនេះយើងដាក់ចូលទៅក្នុងខាងនេះខាងក្រៅបងប្អូនរងនេះឃើញរងខ្មៅឲ្យបដូររៀងវែងហ្នឹងហើយយើងខាងក្រៅអានេះយើងដាក់ចូលទៅក្នុងនេះឃើញបដូររៀងខ្លីរងមាន2ហ្នឹងយើងញាត់ចូលឲ្យអប់ទៅចាំយើងមូលអាកន្លប់ហ្នឹងបិទវិញឲ្យជិតមកហើយយើងដោតទៅយោវិញធម្មតាមកយើងដោតទៅចូលហ្នឹងវិញណាឲ្យទៅជាប់អត់បានបងប្អូនហើយយើងបើកទឹកចូលមកបើកទឹកយើងចូលឲ្យពេញពងទាំង3ខាងក្រោមហ្នឹងហើយចាំយើងដោតភ្លើងម៉ូទ័ររបស់យើងរួចបងប្អូនត្រូវបហូរចោលប្រហែលជា20នាទីទៅ30នាទីចាំបងប្អូនយកទៅប្រើប្រាស់អញ្ចឹងបងប្អូនដោយសារតែយើងតម្រងរបស់យើងថ្មីអញ្ចឹងយើងត្រូវការលាងតម្រងឲ្យស្អាតសិនបានយើងយកទៅប្រើប្រាស់បានហើយទៀតបងប្អូនខ្លាចឆ្ងល់ដោយសារនេះរៀងទៅចេញថ្មីដែរដល់ពេលអញ្ចឹងបងប្អូនរកកន្លែងដោតដូចដុំដូចភ្លើងនោះឃើញបងប្អូននេះឃើញកន្លែងខ្មៅនឹងមួយមកនេះកន្លែងដោតរបស់វានឹងក្រោមនេះយើងដោតឲ្យទៅប៉ុណ្ណឹងមកបានអត់មានអីច្រើនហើយមួយទៀតអានេះសម្រាប់កង់ធំនេះសម្រាប់ដោះកំពង់3ខាងក្រោមបងប្អូនសម្រាប់ពេលដល់ពេលរយៈកាលដែលយើងត្រូវដូរម្រងអាហ្នឹងយើងគេហៅកង់ដោះតែមួយទៀតគេហៅសោសម្រាប់ដោះកំពង់របស់យើងបាទទូចនេះសម្រាប់យើងដោះក្បាលតែកំពង់អូរបស់យើងនេះខាងលើនេះអាហ្នឹងយើងដូរម្រងក្នុងដូចខាងក្រោមដែរទេបងអូនហ្នឹងបើអា3នេះដល់ពេលដល់អាយុកាលត្រូវដូរគឺដូរទាំងអស់ហ្មង3ហ្នឹងអញ្ចឹងដូចជាមានតែប៉ុណ្្នឹងបងប្អូន